បើកវីដេអូមកព្រាមបងប្អូនឃើញភាពចលាចលពេលហ្នឹងបងប្អូនសោចផងភ័យផងមិនមែនអត់ភ័យណាសំឡេងដែលស្រែកបដាលសោចបដាលហ្នឹងមិនមែនអត់ភ័យដែរបងប្អូនចាប៉ុន្តែឥឡូវយើងបញ្និយាយដំណើររឿងមុនចេញពីផ្ទះទៅសិនថ្ងៃដែលពួកខ្ញុំទៅហ្នឹងគឺជាថ្ងៃ Canada Day July 1st 2026នេះឯងមុនពួកយើងទៅសមុទ្រពួកយើងបានចេញពីផ្ទះម៉ោង 11 កន្លះហើយចូលទៅ restaurant ដើម្បីទិញភេសជ្ជៈសាច់មាន់បំពងហើយនិងកាហ្វេអញ្ចឹងពួកយើងធ្វើដំណើរទៅគឺតាមធម្មតាយើងបើកឡាន1ម៉ោងកន្លះប៉ុន្តែថ្ងៃនោះគឺកាវីនគាត់ជាអ្នកបើកអញ្ចឹងយើងចំណាយពេលអស់ដល់តែ2ម៉ោងបងប្អូនចាដោយសារកូនគាត់បើកយឺតហើយពួកខ្ញុំពីដំបូងកម្រងអត់មកសមុទ្រនៅកន្លែងហ្នឹងទេគោលបំណងចង់ទៅសមុទ្រនៅជិតផ្ទះដែលយើងជិះត្រឹមតែកន្លះម៉ោងគឺទៅដល់ហើយប៉ុន្តែព្រឹកឡើងខ្ញុំដូរចិត្តថានឹងទៅកតរិចចាអញ្ចឹងក៏យើងរៀបចំអីវ៉ាន់ហ្នឹងមកតែម្ដងពេលដែលទៅសមុទ្រជារៀងរាល់ដងពួកយើងតែងតែឆែកអាកាសធាតុមុនថាតើមានភ្លៀងឬក៏មានស្ទោមចាមានខ្យល់ព្យុះឬក៏អីអត់ចឹងណាបងប្អូនតែដោយឡែកថ្ងៃដែលយើងចេញដំណើរJuly 1stហ្នឹងគឺអត់បានឆែកអាកាសធាតុមើលទេខ្ញុំបានឆែកមុនមួយថ្ងៃប៉ុន្តែខ្ញុំឆែកអាកាសធាតុតែនៅផ្ទះរបស់ខ្ញុំទេបងប្អូនចាខ្ញុំអត់បានឆែកនៅសមុទ្រដែលយើងគម្រោងនឹងទៅទេហើយដោយសារតែថ្ងៃហ្នឹងគឺអាកាសធាតុបើកថ្ងៃក្តៅមែនតែម្ដងបងប្អូនឃើញទេក្នុងវីដេអូហ្នឹងគឺមេឃក្តៅចាអាកាសធាតុគឺមើលទៅស្រឡះល្អអត់មានបញ្ហាអីទេបងប្អូនពេលយើងទៅដល់ព្រាមហ្នឹងបងប្អូនឃើញហើយមានមនុស្សមកច្រើនមែនតើគេមកមុនពួកខ្ញុំនៅតាមកន្លែងចតឡានក៏ឡានពេញដែរបងប្អូនព្រោះវីដេអូមុនខ្ញុំបានបង្ហាញហើយមកដល់សមុទ្របងប្អូនឃើញហើយគេចុះទៅលេងទឹកដាក់តង់អង្គុយលេងអ្នកណាមានកៅអីក៏អង្គុយលើកៅអីអ្នកណាមានតង់គេដាក់តង់ទៅមានឆាត់មានអីចឹងបងប្អូនតាមលក្ខណៈដែលយើងធ្លាប់ទៅសមុទ្រជារៀងរាល់ពេលគឺបែបហ្នឹងឯងសូម្បីតែខ្ញុំពេលដែលមកសមុទ្រម្ដងគឺយើងជូនសម្ភារៈមកផ្ទាល់ខ្លួនបែបនេះគឺដើម្បីយកមកអង្គុយលេងចាហើយនឹងដាក់ម្ហូបដាក់អីយកមកញ៉ាំនៅមាត់សមុទ្រហើយយើងអាចរៀបចំបោះតង់អង្គុយញ៉ាំអីនៅមាត់សមុទ្រនឹងតែម្ដងងាយស្រួលពេលដែលកូនខ្ញុំគាត់ចុះទៅលេងទឹកពួកយើងអាចមើលអីវ៉ាន់នៅនឹងកន្លែងក៏បានឬក៏ពួកយើងអាចអង្គុយពីតង់មើលឃើញកូនងូតទឹកចាអញ្ចឹងអត់មានឆ្ងាយទេបងប្អូនគឺគៀកមែនតើព្រោះថាសមុទ្រនៅទីនេះកន្លែងខ្លះគឺយើងដើរឆ្ងាយចតឡានត្រូវការដើរឆ្ងាយអញ្ចឹងពិបាកក្នុងការទុកឡានផងហើយទី2កន្លែងដែលអង្គុយញ៉ាំបាយហ្នឹងក៏ឆ្ងាយពីសមុទ្រដែរអញ្ចឹងយើងអត់ចង់ទៅឆ្ងាយទេហើយសមុទ្រនៅទីនេះគឺទឹកថ្លាល្អណាស់បងប្អូនអញ្ចឹងពួកខ្ញុំទៅដល់ហើយរៀបចំអីវ៉ាន់អីរួចអស់ក៏ចាប់ដើមនាំគ្នាញ៉ាំបាយសិនបងប្អូនចាព្រោះជាទូទៅខ្ញុំអត់ដែលសូវងូតទឹកទេកម្រខ្ញុំចូលទៅងូតទឹកហើយបងប្អូនចាហើយពួកយើងញ៉ាំបាយហើយយើងនាំគ្នាទៅចែកគ្នាលេងហើយ Philip គាត់ ready ហើយសម្រាប់ចុះទៅងូតទឹកប៉ុន្តែខ្ញុំអត់ចង់ចុះអត់ចង់ចុះដល់ពេល Philip បបួលចុះបបួលឡើងក៏ពួកខ្ញុំសម្រាប់ថាចុះទៅ3នាក់កាវីនគាត់អត់ចូលចិត្តទេគាត់អត់ចង់ទៅទេគាត់នៅគេងលេងនៅក្នុងតង់ហ្នឹង Philip គាត់លាបអីហើយរួចរាល់អញ្ចឹងបងប្អូនជាមួយហ៊ីអីហ្នឹងគឺគាត់ចាប់ដើមចុះទៅមុនពីអ្នក Philip ដល់ពេលដែលហ៊ីនិង Philip ចុះទៅមុនខ្ញុំមកសតុបានចុះទៅតាមពីក្រោយចាប៉ុន្តែខ្ញុំអត់ទាន់បានងូតទឹកទេ Philip ក៏គាត់អត់បានងូតទឹកអីច្រើនដែរបងប្អូនគឺគាត់គ្រាន់តែចុះទៅគាត់សេថាអូទឹកហ្នឹងត្រជាក់ខ្លាំងណាស់ហើយខ្ញុំឲ្យគាត់ហែលទឹកគាត់ថាអត់ទាន់ហែលទេពីព្រោះអីត្រជាក់ពេកគាត់ឈរលេងមកសតុឲ្យរៀងបាត់ត្រជាក់តិចសិនគាត់ថាអញ្ចឹងបងប្អូនហើយខ្ញុំក៏តាមពួកគាត់ពីរនាក់ចុះទៅក្នុងទឹកប៉ុន្តែខ្ញុំទៅបានត្រឹមតែលើជង្គង់តិចឯងបងប្អូនឈរថតពួកគាត់កំពុងតែលេងទឹកហ្នឹងឯងស្រាប់តែពេលហ្នឹងពួកខ្ញុំអត់ចាប់អារម្មណ៍អ្នកដែលគាត់លេងទឹកក្បែរហ៊ីនិងកូនទេគឺពួកគេចាប់ផ្ដើមឡើងទៅលើបដៅហើយខ្ញុំអត់ចាប់អារម្មណ៍ទៀតខ្ញុំនៅថតពួកគាត់មកសតុក្រោយមកខ្ញុំសេកហៅហ៊ីនិងកូនឲ្យមកចិត្តខ្ញុំដើម្បីឲ្យគាត់និងកូនហែលទឹកហើយខ្ញុំថតជាវីដេអូហើយពេលហ្នឹងគាត់ដើរមករកខ្ញុំហ្នឹងស្រាប់តាកូនពៅងាកទៅគាត់ប្រាប់ថាម៉ាក់មេឃប្រែទៅជាពណ៌ខ្មៅហើយតិចទៀតមានព្យុះហើយធ្លាក់ភ្លៀងមានព្យុះខ្ញុំក៏ថាំងប្រហែលជាមិនអីកូនមើលទៅគ្រាន់តែពណ៌ខ្មៅប្រហែលជាគ្រាន់ភ្លៀងតិចតួចព្រោះខ្ញុំអាងថាពួកយើងមានឆាត់មានតង់អញ្ចឹងខ្ញុំចូលទៅសង្ងំនៅក្នុងឆាត់និងតង់ហ្នឹងបងប្អូនប៉ុន្តែ Philip គាត់ថាអត់ល្អទេម៉ាក់គេឡើងទឹកអស់ហើយអាចនឹងមានខ្យល់ព្យុះមកអញ្ចឹងណាបងប្អូនហើយខ្ញុំក៏ពីអ្នកហ៊ីហ្នឹងក៏និយាយគ្នាជាមួយកូនហើយខ្ញុំនៅពេលហ្នឹងបងប្អូនក៏គិតថាអត់អីដែរក៏នាំគ្នា selfie ចាខ្ញុំ selfie ពីអ្នក Philip បាន2-3 ប៉ុស្តិ៍នៅនឹងមាត់ទឹកហ្នឹងហើយស្រាប់តែកាវីនក៏សេថាម៉ាក់ព្យុះមកឥឡូវហើយស្រូតរៀបចំអីវ៉ាន់ហើយខ្ញុំក៏ឈប់ថតដែរចាពេលហ្នឹងខ្ញុំអត់ថតទៀតទេហើយបានពួកយើងរៀបចំអីវ៉ាន់ហើយខ្ញុំក៏ឈប់ថតដែរបងប្អូនខ្ញុំអត់ថតទៀតទេបងប្អូនមើលផ្ទៃមេឃដែលនៅក្នុងទឹកពេលដែល Philip គាត់ឈរកន្លែងហ្នឹងគឺបងប្អូនឃើញពណ៌វារៀងរបៀបមិនផ្ទៃមេឃស្រស់ហើយបងប្អូនចា
គឺមើលទៅឃើញស្អាប់ដោយសារតែយើងមើលនៅក្នុងទូរស័ព្ទគឺអត់សូវច្បាស់ទេប៉ុន្តែបើសិនជាបងប្អូនមើលខាងក្រៅបងប្អូនផ្ទៃមេឃដែលនៅលើសមុទ្រហ្នឹងគឺឡើងខ្មៅតែម្ដងចាខ្មៅខ្លាំងហ្មងបងប្អូនកន្លែងដែលហៀគាត់កំពុងឈរនៅកន្លែងទឹកហ្នឹងគឺផ្ទៃមេឃចាប់ដើមខ្មៅទៅហើយហ្វីលីបថាមកអត់ល្អឯស្រូតបន្តិចហើយមនុស្សចាប់ដើមចាញ់ហើយបងប្អូនចាព្រោះមុនហ្នឹងគឺច្រើនមែនតើពេលវេលាត្រឹមតែ10នាទីគត់ពេលដែលហ្វីលីបគាត់ចុះទឹករហូតដល់ពេលដែលគាត់ឡើងមកវិញហើយអ្នកដែលគាត់ឈរមើលហ្នឹងគឺចាប់ដើមរៀបឲ្យបានហើយអ្នកខ្លះក៏គេចេញទៅបាត់ហើយបងប្អូនចាព្រោះគេដឹងចំណែកពួកយើងគឺអត់ចាប់អារម្មណ៍ហើយខ្ញុំភាកច្រើនខ្ញុំអត់ចូលចិត្តត្រូវទឹកភ្លៀងទេដោយសារអីខ្ញុំងាយនឹងគ្រុនផ្ដាសាយរាល់ពេលដែលអាកាសធាតុប្រែប្រួលឬក៏ត្រូវទឹកភ្លៀងចាអញ្ចឹងខ្ញុំនៅថតតិចសិនបងប្អូនឃើញមេឃចាប់ដើមខ្មៅទៅហើយខ្ញុំឃើញគេនៅជិះទូកនៅឡើយឯងបងប្អូនចាអញ្ចឹងពួកយើងហ្នឹងក៏ថាអូខេមើលទៅអត់សូវស្រួលទេដូចជាភ្លៀងខ្លាំងហើយក៏នាំគ្នារៀបចំឆាតរៀបចំអីស្រាប់តែមានអីបងប្អូនខ្ញុំបិទទូរស័ព្ទពេលហ្នឹងចាស្រាប់តែមួយសន្ទុះក្រោយមកខ្ញុំឃើញកូនពៅនេះគាត់អូសឲ្យវ៉ាន់អញ្ចឹងខ្ញុំក៏សម្រេចចិត្តថាថតកូនពៅអូសឲ្យវ៉ាន់ស្រាប់តែពេលហ្នឹងគឺខ្យល់ធ្លាក់ភ្លៀងមកខ្លាំងតែម្ដងកាវីនគាត់ខ្លាចខ្ញុំត្រូវទឹកភ្លៀងឈឺពីព្រោះខ្ញុំទៅនឹងឈឺហើយ3អាទិត្យហ្នឹងគឺខ្ញុំឈឺនៅផ្ទះហើយបងប្អូនចាដោយសារខ្ញុំមានជំងឺផ្ដាសាយផងអីផងអញ្ចឹងខ្ញុំឈឺនៅផ្ទះឡើង3អាទិត្យហើយទើបតែនឹងបានស្រួលខ្លួនទេកាវីនគាត់យកឆាត់ហ្នឹងមកបាំងឲ្យខ្ញុំខ្លាចខ្ញុំត្រូវទឹកភ្លៀងពីព្រោះគាត់ស្រែកឲ្យខ្ញុំមុនពេលដែលហ្វីលីបអូអីវ៉ាន់ចេញគាត់ស្រែកប្រាប់ខ្ញុំថាម៉ាក់រត់ទៅឡានមុននៅកុំឲ្យម៉ាក់ត្រូវទឹកភ្លៀងពេលហ្នឹងខ្ញុំបានថតទេចាខ្ញុំថតអីទេមានឆាតមានអីចឹងស្រាប់តែមួយផ្លែតហ្នឹងគឺបក់យកតែម្ដងបងប្អូនហើយកូនស្រែកឲ្យខ្ញុំរត់ហើយខ្ញុំក៏ឃើញប្អូនកាវីនគាត់បាំងឆាតឲ្យខ្ញុំអញ្ចឹងខ្ញុំខ្លាចប្អូនគាត់ពិបាកអញ្ចឹងខ្ញុំឲ្យគាត់យកឆាតហ្នឹងទៅបាំងឲ្យហ្វីលីបវិញប៉ុន្តែឆាតហ្នឹងគឺរត់ប៉ាត់រប៉ាយកាវីនគាត់បានយកឆាត់នឹងមកលាបាំងខ្ញុំទៀតចាគាត់ខ្លាចខ្ញុំត្រូវទៅភ្លៀងគាត់បាំងឲ្យខ្ញុំភាសាទៀតមុនហ្នឹងបងប្អូនខ្ញុំស្រែកឲ្យថារត់ទៅកុំយកឆាត់មកបាំងហើយឲ្យគាត់បិទឆាត់ឲ្យលឿនព្រោះវាប៉ើងខ្យល់ខ្លាំងមែនតែម្ដងបងប្អូនគឺយើងរត់ខ្ញុំអត់បានមើលអ្នកដតីជុំវិញខ្លួនខ្ញុំនឹងកន្លែងផ្សេងឯងគឺខ្ញុំបានត្រឹមតែកាន់ទូរស័ព្ទហ្នឹងគឺរត់ទេបងប្អូនចាដោយសារតែនៅខ្លួនខ្ញុំអត់មានកាន់អីវ៉ាន់អីទេគឺខ្ញុំកាន់តែទូរស័ព្ទមួយគត់ហើយនឹងខ្ញុំពាក់មួករួមទាំងបាក់ផាកនៅខ្នងដែលជាបាក់ផាករបស់ហ្វីលីបបងប្អូនចាខ្ញុំអត់មានកាន់សម្ភារៈអីទេពីព្រោះកូនខ្ញុំ2នាក់ហ្នឹងហើយនឹងហៀគាត់អត់ដែលឲ្យខ្ញុំកាន់អីវ៉ាន់យូរអីវ៉ាន់ពេលខ្ញុំទៅណាមកណាគឺគាត់អត់ដែលប្រើខ្ញុំឲ្យយូរអីវ៉ាន់កាន់អីវ៉ាន់ទេចាអត់ឲ្យខ្ញុំធ្វើទេដោយសារខ្ញុំមានបញ្ហាដៃអញ្ចឹងខ្ញុំដើរទៅខ្លួនទៅទេហើយដល់ពេលអញ្ចឹងឯកាវីនគាត់លាឆាត់ទៀតបងប្អូនគាត់ឃើញហៀគាត់ស្រែកថាឲ្យនាំគ្នាចូលឡានទាំងខ្ញុំនិងកូនគាត់នៅម្នាក់ឯងបានតែខ្ញុំថាមិនអាចឲ្យគាត់ធ្វើអញ្ចឹងទេពីព្រោះអីខ្យល់ខ្លាំងយើងត្រូវជួយគ្នារៀបអីវ៉ាន់ឆាប់ហើយកាវីនខ្លាចពួកខ្ញុំត្រូវទឹកភ្លៀងខ្លាំងគាត់បើកឆាត់ហើយឃើញកាវីនគាត់ទប់ឆាត់បងប្អូនហើយប្រាប់គាត់ឲ្យបិទឆាត់គាត់អត់បិទទេគាត់ថាអត់អីដល់ទៅពេលក្រោយមកបានហៀបខំឲ្យគាត់បិទឆាត់ទៅដោយសារតែរៀបអីវ៉ាន់ហើយអស់គាត់ប្រាប់ថាបានហើយបិទឆាត់ទៅគាត់បិទឆាត់អញ្ចឹងហើយដេញគាត់ឲ្យចូលឡានបងប្អូនហើយពេលហ្នឹងគឺរប៉ាត់រប៉ាយយើងអត់បានមើលឃើញអ្នកដតីទេថាគេមានបញ្ហាដូចយើងអត់ព្រោះពេលហ្នឹងទូរស័ព្ទនៅដៃខ្ញុំចេះតែកាន់រហូតទូរស័ព្ទខ្ញុំត្រូវបាន record បន្តរហូតដែរហើយឥឡូវហ្នឹងគឺខ្ញុំបានចូលឡានហើយចាកាវីនក៏គាត់ចូលឡានដែរនៅតែហ៊ីដោយសារគាត់នៅរៀបដាក់អីវ៉ាន់ចងាងទៅបិទគូតឡានអត់ចិត្តចាអញ្ចឹងគាត់នៅរៀបតឲ្យបិទគូតឡានចិត្តហើយបានគាត់ចូលមកបងប្អូនឃើញនៅក្នុងឡានអ្នកដែលមានអាវពាក់មានតែម្នាក់ឯងគឺកាវីនចំណែកខ្ញុំហើយនឹងហៀរួមទាំងហ្វីលីបអត់មានអាវពាក់ទេបងប្អូនគឺដោយសារយើងរៀបចំចុះទៅងុយទឹកមិនអញ្ចឹងឯងបងប្អូនដូច្នេះពេលហ្នឹងគឺខ្ញុំបានពាក់អាវដែរគឺខ្ញុំបានពាក់អាវក្រៅរបស់ខ្ញុំចាលើកសោកមកប៉ុន្តែពេលហ្នឹងសើមជោគពេញខ្លួនទាំងអស់អាឡែឡាក់មែនតើអញ្ចឹងខ្ញុំក៏សម្រេចចិត្តដោះអាវក្រៅខ្ញុំមួយចេញសិនតែយើងចង់ពូតអាវពូតឲ្យកើតដោយសារតែភ្លៀងវាខ្លាំងពេកចូលទៅក្នុងឡានណាបងប្អូនចាពេលហ្នឹងគឺធ្លាក់ខ្លាំងបងប្អូនមើលផ្លូវអត់ឃើញទេចាហើយខ្យល់ខ្លាំងមែនតើហៀក៏គាត់សម្រេចចិត្តថាបើកឡានចេញប្រងមកផ្ទះប៉ុន្តែមើលទៅល្ងិតឆ្លប់តែម្ដងគឺយើងមើលផ្លូវអត់ឃើញទេហើយខ្យល់នៅតែបន្តខ្លាំងទៀតក៏សម្រេចចិត្តថាឈប់ឡានសិនដល់មកសន្ទុះក្រោយមកតម្រាំតែមេឃស្រឡះបងប្អូនចាបានគាត់សម្រេចចិត្តថាបើកឡានចេញមកផ្ទះហើយចាហើយអ្នកដែលគេរួចរាល់ហ្នឹងក៏គេបានរៀបចំអីវ៉ាន់គេហើយអ្នកខ្លះក៏គាត់រត់ដូចតែពួកខ្ញុំចឹងបងប្អូនចាគាត់រត់ប្រប៉ាត់ប្រប៉ាយហើយអ្នកខ្លះក៏មានឆាត់គាត់ហើដែរបងប្អូនចាខ្ញុំមើលឃើញនឹងភ្នែកទេតែនៅក្នុងវីដេអូនេះឃើញមានតែឆាត់ពណ៌ក្រហមមួយដែលបក់មកតាមខ្យល់ដែលខ្ញុំបានឃើញប៉ុន្តែរួចទៅពីហ្នឹងខ្ញុំបានចាប់អារម្មណ៍ឲ្យបងប្អូនព្រោះអីយើងរត់តែខ្លួនយើងឲ្យតែរួចខ្លួនរត់មិនរួចផងហ្នឹងបងប្អូនឃើញអ្នកទាំងអស់ដែលគាត់មានកន្លែងជ្រកអញ្ចឹងណាអ្នកណាចូលឡានអត់ទាន់គាត់រត់ទៅជ្រកបែបហ្នឹងឯងចាហើយខ្ញុំក៏នាំគ្នារៀបចំចេញមកផ្ទះឲ្យបងប្អូនចាការពិតគម្រោងពួកខ្ញុំគឺនៅដល់
ម៉ោង7យប់ទើបនាំគ្នាត្រឡប់មកផ្ទះប៉ុន្តែពេលដែលខ្ញុំចេញមកហ្នឹងគឺម៉ោង4ជាងបងប្អូនចាស្ទើរ4កន្លះអញ្ចឹងពួកយើងក៏សម្រេចចិត្តមកផ្ទះហើយនិយាយផ្អាប់គ្នាសើចថារត់យ៉ាងម៉េចអីយ៉ាងម៉េចចឹងទៅហើយចាហើយបើកឡានមកផ្ទះគឺហ៊ានមានអាវទេហ្វីលីបក៏អត់មានអាវដែរចំណែកខ្ញុំក៏មានត្រឹមតែអាវខ្មៅដែលបងប្អូនឃើញនឹងឯងចាពីព្រោះអីយើងត្រូវតែបែបនេះហើយគឺគ្មានជំរើសទៀតទេបងប្អូនចាអញ្ចឹងបើកឡានមកទាំងអត់អាវចឹងទៅជាមួយកូនអ្នកដែលមានអាវគឺមានតែម្នាក់ទេគឺ Gavin ចាហើយខ្ញុំមានតែអាវខ្មៅដែលជាប់នឹងខ្លួននឹងចានិយាយទៅខ្ញុំទើបតែជួបព្រឹត្តិការណ៍បែបនេះលើកទី1ឯងបងប្អូនខ្យល់ព្យុះហ្នឹងគឺមានរយៈពេលរៀងយូរគួរសមបងប្អូនចាប៉ុន្តែនៅក្នុងវីដេអូនេះខ្ញុំកាត់ឲ្យរៀងខ្លីបន្តិចបងប្អូនហើយមួយជីវិតនេះខ្ញុំទើបតែនឹងជួបតែជារឿងមួយដែលសំណាងដែលយើងអត់មានគ្រោះថ្នាក់អីទេបងប្អូនចាព្រោះពេលដែលកាវីនគាត់បើកឆាត់ហ្នឹងខ្ញុំភ័យខ្លាចចោលបក់ឆាត់ហ្នឹងដោយទាំងកាវីនទៅឬក៏ខ្លាចឆាត់ហ្នឹងឆ្កូតត្រូវមុខរបស់កាវីនអីចឹងណាបងប្អូនពីព្រោះអីវាធំហើយខ្ញុំខ្លាចកូនខ្ញុំមានបញ្ហាផងទើបចេះតែស្រែកឲ្យគាត់បិទឆាត់តែគាត់នៅតែជំនះចង់បើកឆាត់ការពារខ្ញុំអត់ឲ្យត្រូវទឹកភ្លៀងនិយាយទៅកូនខ្ញុំស្រឡាញ់ណាគាត់បងប្អូនហើយមិនមែនថាតសើកូនអីទេតែនិយាយពាក្យពិតគឺចេញពីចិត្តចាគាត់ដេញខ្ញុំទៅតាំងពីដំបូងបើសិនជាខ្ញុំរត់ចោលគាត់ហើយទៅនៅក្នុងឡានទុកឲ្យ3នាក់ឪកូនគាត់រៀបចំសម្ភារៈនឹងរត់មកបែបហ្នឹងគឺអាក្រក់មើលណាបងប្អូនចាគឺខ្ញុំពិតជាចិត្តដាច់មែនបើខ្ញុំធ្វើតាមសម្ដីគាត់ប៉ុន្តែខ្ញុំគិតថានៅទាំងអស់គ្នាទៅចាហើយចាំជួយគ្នាភាពចៃដន្យទេដែលខ្ញុំអាចថតវីដេអូមួយនេះយកមកបង្ហាញបងប្អូនបានចាអញ្ចឹងអរគុណច្រើនបងប្អូនទាំងអស់គ្នាវីដេអូរៀងវែងតែចាប៉ុន្តែជូនបងប្អូនទាំងអស់គ្នាតាមដានទស្សនាទាំងអស់គ្នាអរគុណច្រើនបាយបាយមានស្គមបងប្អូនមានបាត់ឆាត់មានបាត់មានបាត់មានបាត់បងប្អូនណាស់ជុំមកឃើញអត់ជុំមកហើយអូមិនស្គាល់ណាបងប្អូនអាកាសធាតុអត់សូវល្អចិត្តជុំមកហ៎អូណាអូយូកូពីណាឌីគូកាតាន់បរីបាម៉ាមីម៉ាមីណូឥឡូវអត់ទាន់ទេបងប្អូនអើយមើលមែនតើមកផ្លែđây màរឹសចោលរត់អស់លីងហើយខ្យល់ខ្លាំងមែនតើបងប្អូនឃើញហ្នឹងមិញនោះឆាត់នោះហៅអស់ហើយយេពួកយើងសំណាងដែរមានអាទិឥឡូវខ្ញុំថតឲ្យបងប្អូនមើលអូពិតជាមិនងាយណាបងប្អូនសើបមកលីងតែអូខេតាមដំណើរអូខេ let's go it's better now Okay, you go in the car. You go in the car, guys. Kevin, not do that. It's going to hurt you. That's okay. But don't do it. Oh my Okay, god. bao này bông bông, phần năng chắc nữa nè. Cái tập hiện bên Canada. Ôi, rau rạ nó bông bông. Ôi, phần chia rau rạ bên tên nữa. That's what I'm doing. Okay. Sao ông chưa có thấy mà tôi đang ngực tắt ở lên bãi gì? Nó ở in the middle nè. Nó here, tia cái đó. Chỉ vật rau ra đó men tên rột lại đã tử. Nè đàn kia nè ơi, đàn bị khô men. Phải nhặt về con ôn ơi nè. Ok, thưa mà dừng trâu quỳ nông lan xong. Here, anh bảo là tia trâu lấy here. You cannot do that. It's okay.